មើលចោឯងនេះកុំមុំហើយនៅធ្វើខ្លួនដូចជាកូនក្មេងទៀតលោកយាយហេតុអីបានជាធ្វើមកអញ្ចឹងបើសិនជាយាយស្លាប់ប្រហែលជាល្អជាងនេះលោកយាយហេតុអីក៏លោកយាយនិយាយបែបនេះលោកយាយខឹងចៅរឿងអីមែនទេតែចៅបានធ្វើអីខុសចៅមិនបានធ្វើអ្វីខុសទាំងអស់ចៅស្រីគឺជាមនុស្សល្អខ្លាំងណាស់យាយទេដែលជាអ្នកខុសយាយដឹងថារាល់ថ្ងៃនេះយាយគឺជាបន្ទុកសម្រាប់ឯងអូយាយដឹងថាឯងហត់នឿយតែឯងមកមើលថែមនុស្សពិការដូចជាយាយអូយាយសំទោសណាស់ចៅស្រីលោកយាយកុំនិយាយបែបនេះអីណាចៅមិនដែលហត់នឿយហើយចៅមិនដែលធុញនឹងលោកយាយទេផ្ទុយទៅវិញគឺចៅសប្បាយចិត្តដែលមានលោកយាយនៅក្បែរចៅអរគុណណាលោកយាយកុំទៅណាចោលចៅម្នាក់ទៀតអីចៅស្រីល្អពេកហើយអត់ទេលោកយាយទោះបីជាពេលនេះចៅគ្មានការងារធ្វើគ្មានប្រាក់ចំណូលក៏ប៉ុន្តែចៅសប្បាយចិត្តដែលបានមើលថែលោកយាយកុំសត់ណាមីអូនណាបងអត់ដឹងមីអូនឯងនឹងយាយដល់កនេះឥឡូវចេះចោះមីអូនឯងមកធ្វើប្រពន្ធបងមកចាំបងជួយចាំយាយបងឲ្យទំនុករងមីអូនឯងមកឲ្យខ្វះខាតទេអើយចឹងអែបចាស់ម៉ែវាបើឯងចុះគេធ្វើប្រពន្ធបាត់ចុះខ្ញុំនេះឯងតោះទៅនេះហ៎លេងចោលទៅអូយលេងចោលអូយយើងជួយដាក់ខឲ្យម៉ែវាដាក់ខឲ្យអីស្ដីលោកមើលទៅលោកដូចជាមិនសប្បាយចិត្តសោះតែលោកមានរឿងអីមែនទេអត់មានអីទេបញ្ហាការងារទិញទួញអូយបើអញ្ចឹងកុំពិបាកចិត្តអីមកបានអ្នកនាងមានការអីដែរមានការបាត់ខ្ញុំហើយបើគ្មានការខ្ញុំទៅហៅលោកទៅស្អីហើយអ្នកនាងមានការអីលោកជួយជូនខ្ញុំទៅផ្ទះបន្តិចមកហ៎ណែស្គាល់គ្នាបងឲ្យជូនទៅផ្ទះហ្មង
ខ្ញុំមិនដែលស្គាល់អ្នកនាងទេអ្នកនាងក៏មិនដែលស្គាល់ខ្ញុំហើយខ្ញុំក៏មិនស្គាល់តែអ្នកនាងនៅម្ដុំណាទៀត ใครលោកជាប៉ូលីសហីប៉ូលីសមានតួនាទីជួយពលរដ្ឋ ប៉ុន្តែ តែនៅស្គាល់អីទៀតឥឡូវមកខ្ញុំហៅបាយណា ហើយមិនក៏មិនហាញអ្នកតែមកយក ខ្ញុំខត់តប៉ាឲ្យប៉ាមិនលើកបើខ្ញុំខត់តប៉ាប៉ាលើកខ្ញុំមកបងពាក់លោកទៅស្អី ឥឡូវតែអ្នកនាងនៅម្ដុំណា មិនឆ្ងាយទេប្រហែល20គីឡូដីអីហ្នឹង វ៉ា20គីឡូដី ឲ្យលឿនមក អីចាំខ្ញុំជូនទៅចុះមក ណែលោកឯណាឡាន មានឡានមកពីណាខ្ញុំមានតែម៉ូតូនោះមក អេលោកមកជិះម៉ូតូចុះមកលេងខ្ញុំទៅមិន បោះចោល ប្រហែលមួយថ្ងៃពីរទៀតតាលោកប្រុសរត់ក៏ដឹងខ្លួនវិញហើយក្នុងអំឡុងពេលនេះដែរលោកត្រូវមើលថែគាត់ឲ្យបានដិតដល់ជាពិសេសណាត្រូវបញ្ជាក់តាមគាត់ឲ្យបានទៀងទាត់ ត្រង់ចំណុចនេះវាដូចជាពិបាកសម្រាប់ខ្ញុំណាស់អ្នកគ្រូពេទ្យដោយដែលដឹងហើយថាខ្ញុំជាប់រវល់ការងារច្រើនបើសិនជាមានមេផ្ទះមួយជួយសម្រួលការងារប្រហែលជាល្អឥឡូវចេះចោះខ្ញុំសូមពឹងអ្នកគ្រូពេទ្យឲ្យជួយរកមេផ្ទះខ្ញុំមួយផងណា ចាបានចា បាទអរគុណ ឯងនឹងមានមកជួបយើងទៀតដែរធ្វើការងារប៉ិនហ្នឹងមិនបានសម្រេចឬមួយក៏ឯងចង់មកទាលុយយើង សំទោសផងលោកខ្ញុំមកនេះគឺមានការងាររបស់ខ្ញុំ ការងារស្អីឯង គឺលោកភិរុនបញ្ជាមកឲ្យខ្ញុំចាប់ការលោក មកចាត់ការយើងអញ្ចឹងហ៎យើងជួលឲ្យឯងទៅចាត់ការភិរុនឥឡូវឯងបកមកចាត់ការយើងវិញអញ្ចឹងហ៎ បាទអ្នកណាឲ្យលុយខ្ញុំធ្វើការនៅនោះ អូយបានហើយមកដឹងជិះម៉ូតូស្អីទេរលាក់ចង់ជ្រុះពោះវាណី អ្នកនាងដល់ត្រយសោយទូតហ្មង សាយក៏ស្អីបើវារលាក់មែនហើយក៏ហើយឲ្យលាក់ក៏រលាក់អូយមិនដឹងជាកម្មស្អីទេ ក្រែងមិញអ្នកនាងសុំឲ្យខ្ញុំជូនមកអីមិនក៏និយាយអញ្ចឹងពីដែលអ្នកនាងគួរនិយាយគឺជាពាក្យអរគុណ សុំទៅគ្មានអារម្មណ៍និយាយទេចាលោកប៉ាកាត់អីហ្នឹងលោកប៉ូលីសជួយប៉ាលោកប៉ូលីស មិនក៏មិនសំដីលុយដូចមិញទៀតទៅ លោកប៉ូលីសគ្មានអារម្មណ៍និយាយលេខទៀតមែន មកលោកប៉ូលីសចេះបើកឡានអត់ ខ្ញុំចាស់តិច បើអញ្ចឹងជួយជូនប៉ាខ្ញុំទៅទីពេទ្យផងណាខ្ញុំមិនចេះទេ ប៉ុន្តែ អូនិយាយច្រើនតែទៀតទៅឥឡូវឡានលោកប៉ូលីស លោកប៉ាកំកាត់ដែរសោះណាកូនទៅតែម្ដងមិនទៅបាននិយាយលេងជាមួយនឹងប៉ាផងលោកប៉ាមិនត្រូវទៅណាចើកូនទៅណាលោកប៉ា អ្នកនាងស្ងប់អារម្មណ៍ហើយឈប់យំទៅណាប៉ារបស់អ្នកនាងក៏មិនអីទេជឿខ្ញុំណា រឿងអីខ្ញុំត្រូវជឿលោកជាបលិសមិនមែនជាប៉ាទេលោកប៉ា ប៉ុន្តែខ្ញុំឃើញរបួសរបស់ប៉ាអ្នកនាងវាមិនប៉ះពាល់ដល់ជីវិតទេ មិនមកទៅលោកជាបលិសមិនមែនជាប៉ាទេហើយក៏លោកដឹងច្បាស់ម្ល៉េះលោកប៉ាកំកាត់ដែរសោះណាលោកប៉ា កូនប្រុសរបស់ខ្ញុំយ៉ាងម៉េចហើយអ្នកគ្រូពេទ្យក ុំបារម្ភពេលនេះហាកុំប្រុសរបស់លោកមានសុខភាពអីប៉ុន្តែ អីទៅអ្នកគ្រូពេទ្យឆាប់និយាយមក គឺលោកប្រុសរត់ទេប្រហែលជាបាត់បង់ការចងចាំរយៈពេលដោយសារតែគាត់ទេប៉ះទៅគិតក្បាលខ្លាំងពេក ថាម៉េចបាត់ការចងចាំអញ្ចឹងហ៎ហើយវាយូរប៉ុណ្ណាទៅអ្នកគ្រូពេទ្យ រឿងនេះហាខ្ញុំក៏មិនសូវប្រកាសដែរថ្ងៃស្អែកនេះខ្ញុំនឹងមកពិនិត្យជំងឺរបស់លោករិទ្ធម្ដងទៀតណា ឃាតករដែលបញ្ជូនមកប្រកាសជាស្នាដៃរបស់អភិឆ័យហើយ
ល្អអញចង់លេងជាមួយយើងហ៎